នៅវេលាល្ងាចថ្ងៃអង្គារ6កើតខែចែកជាថ្ងៃវរៈឡើងស័កក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557នៅថ្ងៃដ៏មហាមង្គលនេះព្រះករុណាជាអង្គម្ចាស់ជីវលត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏គង់ខ្ពស់នៃយើងព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏គង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យស្រង់ព្រះទេវរូបដែលប្រព្រឹត្តទៅយ៉ាងមហោរឹកអធិកអធមក្រៃលែងនៅព្រះទីនាំងទេវាវិញ្ឆ័យក្នុងព្រះបរមរាជវាំងនៅក្នុងព្រះរាជពិធីដ៏ឧត្តមឧត្តមនេះព្រះករុណាជាអង្គម្ចាស់ជីវលត្បូងជាទីសក្ការៈព្រះអង្គបានសពព្រះរាជហឫទ័យស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូបនៃព្រះបរមអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានិកខ្មែរគ្រប់ព្រះអង្គថ្វាយទេវតារក្សាព្រះមហាស្វេតឆ័ត្រទេវតារក្សាឆ្នាំថ្មីនិងយាងថ្វាយគ្រឿងសក្ការៈបូជានៅតាមទីសក្ការៈដ៏គង់ខ្ពស់ដទៃទៀតក្នុងព្រះទីនាំងទេវាវិញ្ឆ័យដើម្បីថ្វាយមហាព្រះរាជកុសលនិងសូមឧទ្ទិសបួងសួងដល់ព្រះតេជះបារមីគ្រប់ព្រះអង្គជួយបីបាច់រក្សាព្រះរាជាណាចក្រកម្ពុជានិងជនរួមជាតិជាទីស្នេហារបស់ព្រះករុណាជាអង្គម្ចាស់ជីវលត្បូងបានស្គាល់តែសេចក្តីសុខសិរីសួស្តីសុភមង្គលនៅក្នុងឆ្នាំថ្មីនេះក្រុមបាគូប្រហិតព្រះបរមរាជវាំងបានថ្វាយព្រះពរជ័យមង្គលតាមព្រះបារមីធម៌ជ័យធំនិងថ្វាយស្លឹកព្រះពរជ័យតាមប្រពៃណីរបស់ព្រហ្មញ្ញសាសនាថ្វាយព្រះករុណាជាអង្គម្ចាស់ជីវលត្បូងជាទីសក្ការៈដ៏គង់ខ្ពស់បំផុតមានទិដ្ឋភាពដូចតទៅសូមជើងពីព្រះព្រំ ។
អ្នកអង្គញាភក្តីព្រះស្ដេចហេងកឹមគុណធម្មការនិងសាសនាព្រះបរមរាជវាំងបានសូត្រព្រះធម៌ប្រកាសទូលឆ្លងព្រះទេវរូបនិងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមីនៃព្រះបរមអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានិកខ្មែរនិងទេវតាទាំង10000លោកធាតុក្នុងលោកមានទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រនិងទេវតាថែរក្សាឆ្នាំថ្មីឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ព្រះនាមធុងស័កទេវីសូមជួយបីបាច់រក្សានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធិពរជ័យថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏គង់ខ្ពស់បំផុតនៃយើងសូមព្រះអង្គបានប្រកបនៅសិរីសួស្តីព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ព្រះកាយពលមាំមួននិងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់សន្តិភាពការឯកភាពជាតិនិងវឌ្ឍនភាពគ្រប់ផ្នែកក្នុងសង្គមកម្ពុជាជារៀងរហូតតរៀងទៅព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏គង់ខ្ពស់បំផុតរួមដង្ហែព្រះរាជសកម្មភាពដោយសម្ដេចស៊ីសវត្តជីវ័ននិរៈឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងអ្នកម្នាងសម្ដេចនរោត្តមសិរីវុឌ្ឍឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងអ្នកម្នាងសម្ដេចជាវាំងវរៈវៀងជ័យអធិបតីស្រង្គៀលគង់សំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឯកឧត្តមគួយសុផលទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងព្រមទាំងព្រះពងសន្តិវង្សថ្នាក់ដឹកនាំនិងនិមឺនសពមុខមន្ត្រីព្រះបរមរាជវាំងបានយាងនឹងអញ្ជើញក្នុងព្រះរាជពិធីថ្វាយព្រះសុគន្ធវរីស្រង់ព្រះទេវរូបព្រះរាជពិធីស្រង់ព្រះទេវរូបជាព្រះរាជពិធីបុណ្យមួយដ៏ប្រពៃដែលព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃវរៈឡើងស័កបន្តព្រះរាជគំរូវីរភាពដ៏ថ្លៃថ្លាពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏គង់ខ្ពស់ដើម្បីថែរក្សានិងលើកតម្កើងនៅព្រះរាជបវិនីរបស់ព្រះមហាក្សត្រខ្មែរដែលបានគោរពប្រណិប័តនៅសាសនាដ៏ប្រពៃមួយទៀតបន្ទាប់ពីព្រះពុទ្ធសាសនាគឺព្រហ្មញ្ញសាសនាតួយ៉ាងនៅក្នុងព្រះរាជពិធីបុណ្យដ៏មហាប្រសើរនេះព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏គង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យស្រង់ព្រះទេវរូបលោកេស្វរៈព្រះទេវរូបព្រះកញ្ចាយណៈថែនិងព្រះឥសូរដែលតំណាងឲ្យព្រហ្មញ្ញសាសនាយោងតាមឯកសារមួយចំនួនជាភស្តុតាងបានឲ្យដឹងថាព្រះបរមអតីតព្រះមហាក្សត្រនិងប្រជារាស្ត្រខ្មែរយើងចំនួនដើមបានគោរពជឿជាក់ទាំងស្រុងទៅលើព្រហ្មញ្ញសាសនាជាសាសនាមួយនាំមកនូវភាពចម្រុងចម្រើនប្រកបដោយកិត្យានុភាពគង់ខ្ពស់ត្រដែតរបស់ព្រះរាជាណាចក្រកម្ពុជានិងប្រជារាស្ត្រយើងនៅក្នុងសម័យនោះជាមួយគ្នានេះគេដំណើរវប្បធម៌ដ៏ស្កឹមស្កៃនៃប្រាង្គប្រាសាទអង្គរវត្តនិងប្រាង្គប្រាសាទមួយចំនួនទៀតជាទីមោទនភាពខ្ពស់របស់ជាតិខ្មែរបង្ហាញពីខឿនវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរមកដល់សព្វថ្ងៃបានឧទ្ទិសដល់ព្រះទេវរូបទាំង3
ព្រះអង្គនិងតួអង្គព្រះអាទិទេពនៃលទ្ធិព្រហ្មញ្ញសាសនាផងដែរមិនតែប៉ុណ្ណោះព្រហ្មញ្ញសាសនានៅមានគុណប្រយោជន៍ដ៏ធំធេងថែមទៀតចំពោះសង្គមជាតិយើងនាពេលបច្ចុប្បន្នដូចជាក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីនាំមកនូវវប្បមង្គលក្នុងរបរកសិកម្មស្រែចម្ការរបស់ប្រជាកសិករនិងពិធីជូនទឹកសច្ចាប្រណិធានជាដើមត្រូវបានក្រុមបាគូប្រោហិតព្រះបរមជវាំងដង្ហែព្រះទេវរូបយកមកតម្កល់គង់ជាព្រះអធិបតីដើម្បីជ័យមង្គលក្នុងព្រះរាជពិធីទាំងនោះដូច្នេះព្រះរាជពិធីបុណ្យស្រង់ព្រះទេវរូបនៅក្នុងថ្ងៃដ៏មហាមង្គលនេះគឺជាការចម្រើននៅព្រះតេជះបារមីនៃព្រះទេវរូបទាំង3ព្រះអង្គដែលគង់ប្រថាប់នៅទីនេះនិងទេវរូបគ្រប់ព្រះអង្គក្នុងលទ្ធិព្រហ្មញ្ញសាសនាឲ្យកាន់តែមានភាពត្រជាក់ត្រជុំក្នុងការជួយថែរក្សាព្រះរាជាណាចក្រកម្ពុជានិងជនរួមជាតិយើងទាំងមូលឲ្យទទួលបាននៅសេចក្តីសុខក្សេមក្សាន្តនិងសម្បូរសប្បាយនៅក្នុងឆ្នាំថ្មីនេះជាដរាបតរៀងទៅ